បាទសួស្តីបងប្អូនទាំងអស់គ្នាតម្លៃស្រូវចាប់ផ្ដើមធ្លាក់ចុះលឿនបងប្អូនក្នុងមួយថ្ងៃចុះដល់5លេខបងប្អូនកាលពីម្សិលមួយថ្ងៃនោះគឺស្រូវក្នុងតម្លៃតែ980000ស្រូវសង្ហែស្រាលបង980000ចុះហើយឡើងដល់95ល្ងាចតិចឡើងចុះដល់92 93អញ្ចឹងនៅថ្ងៃទី26ខ្ញុំស្រួលចុះដល់8ជាងហើយបងប្អូនអញ្ចឹងមានន័យថាស្រូវចុះលឿនណាស់ក្នុងមួយថ្ងៃ4 5លេខហើយសែនក៏អូបក៏ចុះដែរបងប្អូនសែនក៏អូបចុះសង្ហែក៏ចុះ54ក៏ចុះដែរ54ដូចជាបាន800,000ជាងនេះអញ្ចឹងមានន័យថាចុះលឿនមែនទែននៅពេលដែលកសិករយើងចាប់ផ្ដើមប្រមូលផលស្រូវច្រើនគ្នានឹងតែចុះលឿនដែរបងប្អូនកាលមកហឹកដែលខ្ញុំច្រូតមហាតាមុនខ្ញុំនោះគឺនៅ02 03 04នេះទេបងប្អូនកាលនោះច្រូតមួយកាលណាកសិករយើងច្រូតមួយគឺតម្លៃស្រូវហ្នឹងគឺវានឹងទេចឹងទៅបងប្អូនអញ្ចឹងប្រទេសយើងនៅពេលដែលកសិករយើងចាប់ផ្ដើមប្រកច្រូតច្រើនទេតម្លៃស្រូវចាប់ផ្ដើមចុះលឿនមែនទេ3លេខ4លេខ5លេខលឿនមែនទេមូលហេតុដែលចុះលឿនហ្នឹងហើយដែលធ្វើឲ្យកសិករយើងសម្រេចចិត្តពេលខ្លះសម្រេចចិត្តបាញ់ថ្នាំឲ្យឆាប់ទុំបងប្អូនក៏បាញ់ថ្នាំឲ្យឆាប់ទុំទៅអាថ្នាំហ្នឹងវាមានសារធាតុគីមីវាមិនទាន់រលាយអស់ចេញពីគ្រាប់ស្រូវដល់ទៅប៉និតទៅក៏ឃើញអាគ្រាប់ស្រូវហ្នឹងវាមានសារធាតុពុលខ្លះហ្នឹងហើយដែលជាបញ្ហាដែលយើងកើតឡើងក្នុង10 20ឆ្នាំហើយដែលយើងដោះស្រាយអត់ចេញនេះបងប្អូនគឺកសិករយើងពេលខ្លះគាត់សម្រេចចិត្តបាញ់ឲ្យឆាប់ទុំព្រោះតម្លៃស្រូវនៅស្រុកខ្មែរយើងចុះលឿនហ្នឹងវាអត់ថេបងប្អូនបើឡើងម្ដងកន្លះលេខអញ្ចឹងទៅប៉ុន្តែបើចុះវិញបងប្អូនចុះម្ដង4 5លេខអញ្ចឹងស្រុកខ្មែរយើងគឺអញ្ចឹងតាំងពីដើមមកបណ្ដោយបងប្អូនដោះស្រាយប្រហែលឆ្នាំហើយគឺនៅតែប៉ុណ្្នឹងបងប្អូននឹងជាយ៉ាងណាបងប្អូនមូលហេតុអស់ទាំងហ្នឹងហើយដែលធ្វើឲ្យនៅពេលដែលយើងយកអង្គទៅពិនិត្យលើឆាកអន្តរជាតិវាទៅគឺឲ្យមានសារធាតុគីមីបងប្អូនកសិករយើងគាត់សម្រេចចិត្តប្រើថ្នាំបាញ់ឲ្យឆាប់ទុំដើម្បីច្រូតមកអញ្ចឹងទៅវាអាចជួយគាត់បានទូសងគេហើយសល់ចាយវាសម្រាប់ពលទៅនឹងទទួលឲ្យខ្លះតែខ្លះតែបើសិនជាស្រូវចុះលឿនពេកចំណាប់ផលគាត់ទៅបានវាគឺបញ្ហាគឺកសិករយើងនឹងពីមួយឆ្នាំទៅមួយឆ្នាំនឹងទន់តាមទៅអញ្ចឹងឡើយវាស្រែតែយូរទៅវាធ្លាក់ទៅលើកណ្ដាប់ដៃរបស់ពួកអង្គការពួកអ្នកមាននៅបងប្អូនអញ្ចឹងពីកណ្ណាកសិករយើងធ្វើកាន់ប្របាទៅគឺលក់របស់របរឲ្យលក់ស្រែលក់ស្រូវហើយបងប្អូន